Buddha Saranaha Gacchami ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដ៏ជាទីពឹងទីរលឹកដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់សពកាលខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូគ្រប់ព្រះអង្គទាំងអស់ដែលមានវត្តមានគង់នៅក្នុងទីនេះគណៈទានឲ្យសូមគោរពជំរាបសួរលោកគ្រូនិងញោមស្រីនិងក្មួយៗទាំងអស់ដែលបានជួយមកស្ដាប់ការសន្ទនាធម៌នេះខ្ញុំស្ដាប់ឮដូចជាពីព្រឹកមិញឮសូរលោកគ្រូឧបាសកលោកបានសម្ដែងធម៌ហើយមានប្រសាសន៍ថាវង្វេងក្នុងអារម្មណ៍ខ្ញុំអត់យល់កន្លែងហ្នឹងសូមលោកគ្រូមេត្តាជួយពន្យល់ឲ្យទានដោយអនុគ្រោះសូមអរព្រគុណបាទជាប់ពាក្យខ្ញុំនេះជាបឋមសូមនមស្ការគុណកៅទាំង3ដោយសេចក្តីគោរពជ្រះថ្លានៅពងពោះសូមនមស្ការព្រះអង្គគ្រូចារិកាទាំងពីរអង្គកណាគ្រប់ព្រះអង្គទាំងគ្រប់អ្នកម្ដាយទាំងពីរបងប្អូនដុកទ័រទាំងពីរស្គាល់ពេទ្យតែម្នាក់នេះក៏ពេទ្យដែរវង្វេងនៅក្នុងអារម្មណ៍គឺយើងក៏បីយល់ទៅស្អីជាអារម្មណ៍យ៉ាងណាហើយស្អីជាតួវង្វេងវាមានពាក្យពីរបាទអង្គុយលើចុះអត់អីបាទបាទចឹងអារម្មណ៍សរុបមកមានប៉ុន្មានអារម្មណ៍6មែនទេមានរូបាអារម្មណ៍សត្តាអារម្មណ៍បាទគុណធាអារម្មណ៍រក្សាអារម្មណ៍ផតថាពីអារម្មណ៍ធម្មអារម្មណ៍ហ្នឹងហើយយើងនិយាយងាយស្ដាប់ជាសម្រាយមករូបសម្លេងក្លិនរសផតថាពៈធម្មអារម្មណ៍ហ្នឹងហើយតាមពិតអារម្មណ៍ទាំងអស់ហ្នឹងសុទ្ធតែពិតអញ្ចឹងណាជាពិសេសគឺនៅក្នុងអារម្មណ៍5ខាងដើមហ្នឹងសិតតែពិតទាំងអស់ដែលប្រកបតាមបញ្ញទ្វាហ្នឹងគឺសិតតែជាបរមត្ថបើទៅតាមមโนទ្វាអានឹងមានបរមត្ថផងមានបញ្ញត្តិផងទោះជាបរមត្ថឬបញ្ញត្តិក៏ពិតដែរណាបរមត្ថពិតខាងបរមត្ថអបញ្ញត្តិពិតខាងបញ្ញត្តិអបញ្ញត្តិពិតទៀតហ្នឹងអញ្ចឹងបានបញ្ញត្តិធម៌ហ្នឹងក៏ពិតដែរពិតដោយសន្មត់អញ្ចឹងមកសច្ចៈហ្នឹងវាចែកជាពីរគឺបរមត្ថសច្ចៈហើយនឹងសមតិសច្ចៈឃើញទេតែការដែលយើងចាប់យកនៅអារម្មណ៍ហ្នឹងគឺដោយសេចក្តីវង្វេងមានន័យថាក្នុងអំណាចនៃមោហៈអញ្ចឹងវង្វេងក្នុងទីនេះគឺតួមោហៈឧបមាថាអារម្មណ៍5ចុះនៅក្នុងទ្វា5ហ្នឹងមែនតើទៅសត្វតែមិនទៀងមែនទេនឹងរូបទៀងឯងអត់ទៀងតែសំឡេងទៀងឯងក្លិននឹងទាំងអស់សត្វតែមិនទៀងក៏ប៉ុន្តែការដែលវង្វេងក្នុងអារម្មណ៍ទីនេះគឺសម្គាល់ថាអារម្មណ៍ហ្នឹងទៀងអញ្ចឹងណារូបហ្នឹងទៀងអាការដែលសម្គាល់ថារូបទៀងសំឡេងទៀងក្លិនទៀងជាដើមហ្នឹងមានន័យថាវង្វេងវាដឹងច្រឡំណាដឹងវាមិនត្រូវទេហ្នឹងហើយម្យ៉ាងទៀតសម្គាល់ថាស្អាតក្នុងរបស់មិនស្អាតអញ្ចឹងណាសុភៈក្នុងអសុភៈហ្នឹងហើយដូចជាបើយើងចែកជាសម្ភារៈរូបរាងកាយយើងមានអីស្អាតមែនទេហ្នឹងហើយបាច់ទៅមើលអីបើពេទ្យមើលតាអាណាតូមីទៅដឹងវាអត់មានអីស្អាតទេប៉ុន្តែ
ចិត្តហ្នឹងវាប្រមូលមកគិតរួមផ្សំទៅជារៀងរើទៅសន្មត់ថាប្រុសស្អាតស្រីស្អាតចឹងទៅឃើញទេហ្នឹងហើយអាហ្នឹងដឹងហ្នឹងដោយការវង្វេងឬក៏ដោយដឹងដោយការពិតដឹងចឹងកំណត់ថានេះនារីស្អាតនេះប្រុសស្អាតអីចឹងណាហ្នឹងដោយការវង្វេងហ្នឹងហើយវង្វេងនៅហ្នឹងវង្វេងវាអារម្មណ៍ហ្នឹងបើសិនបើចិត្តហ្នឹងអត់ដឹងអារម្មណ៍ទេវាមានវង្វេងអីវាសំឡេងចឹងដែរតាមពិតសំឡេងជាបរមត្ថធម៌កើតតែមកក្រឹកហើយក៏រលត់ទៅប៉ុន្តែដោយអំណាចការវង្វេងយើងវិលដោយសារតែសំឡេងហ្នឹងគេសរសើរទៅក៏វែងទៅគេជេរគេបន្តិចទៅក៏វែងទៅមិនចឹងឃើញវែងបើមិនវែងមិនកើតទុកដូចយើងដើរទៅផ្លូវឆ្ងាយអញ្ចឹងទាំងវែងផ្លូវយើងបាក់ចិត្តទាំងថ្ងៃណាយើងរកផ្លូវឃើញចិត្តតែដើរទៅវាមិនចេះដល់សោះអញ្ចឹងវាកើតព្រួយកើតបារម្ភយ៉ាងណាមិញពេលដែលគណៈលឺហើយកើតទុកហ្នឹងក៏ស្មើនឹងវង្វេងជាមួយនឹងសំឡេងហ្នឹងឯងចុះដូចមួយដេចដែលមិនវង្វេងបាទមិនវង្វេងទល់តែសតិកើតឡើងបញ្ញាកើតឡើងកំណត់ដឹងថាសំឡេងគ្រាន់តែរូបធាតុមួយយ៉ាងឃើញវាកើតឡើងហើយមិនទៀងហើយវាអស់ទៅសូន្យទៅអញ្ចឹងបានធម៌ព្រះសម្មាសម្ពុទ្ធសម្ដែងមកមានពេលខ្លះយើងឃើញទេអរិយបុគ្គលខ្លះមិនបាច់ស្ដាប់ជាប់បត្រៃបិដកតែមកគាថាកន្លះគាថាឃើញច្បាស់សច្ចធម៌ស្រាប់វាកាត់បានអស់ព្រោះវាឆ្លុះបញ្ចាំងទៅក្នុងត្រៃលក្ខណ៍ដែលយល់មួយហាក់ដូចជាយល់ទាំងអស់ហ្នឹងដោយសារអីវាអត់ខ្វៀងពីត្រៃលក្ខធម៌ទេហើយវាមិនខ្វៀងពីផ្លូវតាមអរិយមគ្គអង្គ8ហើយមិនខ្វៀងពីអរិយសច្ចៈ4ទេវាទៅតាមនោះដែលធម៌ទាំងអស់ប្រជុំចុះនៅក្នុងអរិយសច្ចៈឃើញទេហើយបើដើរខ្វៀងពីអរិយសច្ចៈហើយមិនមែនទេអ្វីត្បិតថាលោកស្ដាប់តិចក៏ប៉ុន្តែញាណលោកយល់ច្បាស់ពីអរិយសច្ចៈហ្នឹងហើយធម៌ទូរៀនច្រើនយ៉ាងណាក៏ដោយក៏ប្រជុំចុះនៅក្នុងអរិយសច្ចៈអញ្ចឹងបានអរិយសច្ចៈហ្នឹងប្រៀបដូចជាមហាសមុទ្រមេគាដែលព្រះអង្គសម្ដែងច្រើនរឿងច្រើនអីដូចជាស្ទឹងទលេបឹងខ្វែងអីដែលវាហូរដល់សមុទ្រអញ្ចឹងធម៌រៀនច្រើនបណ្ណាទីបំផុតគឺជាច្បាស់សច្ចធម៌ហ្នឹងហើយអញ្ចឹងវែងផ្លូវងាយរកឃើញមិនតែវែងក្នុងអារម្មណ៍វែងសង្សារវត្តហ្នឹងហើយយើងទៅនរកទៅប្រែតរាល់ថ្ងៃដោយសារតែវែងក្នុងអារម្មណ៍ហ្នឹងឯងទីហោដើម្បីសុខខ្លួនឯងទៅសម្លាប់គេទៅដើម្បីសុខខ្លួនឯងទៅលួចទ្រព្យគេទៅឃើញទេដើម្បីសុខខ្លួនឯងទៅក៏ប្រព្រឹត្តអាក្រក់រំលោភបំពានគេយ៉ាងទៅឃើញទេហើយដើម្បីសេចក្តីសុខខ្លួនឯងក៏បោកប្រាស់គេឥឡូវបោកប្រាស់ផ្ទាល់មិនបានបោកតាមអនឡាញទៀតសិតតែដើម្បីសេចក្តីសុខព្រោះសិតតែវែងឃើញទេសិតតែវែងហើយដើម្បីសុខចឹងទៅក៏ខ្សែគ្រឿងសវឹងទៅហ្នឹងហើយទឹកដែលដូចជាទឹកអមរិតរាល់ថ្ងៃគ្មានអីលើសគ្រឿងសវឹងឯងខ្ញុំមើលក្នុងសង្គមទឹកហ្នឹងគឺទឹកអស់ទោះទឹកហ្នឹងគឺដូចទឹកទេពចឹងរាល់ថ្ងៃអាហ្នឹងគេឲ្យនិយមន័យបាទដូននិស័យហ្នឹងដូចថាកម្មវិធីដ៏អស្ចារ្យបំផុតបើអត់អាហ្នឹងវាអត់ន័យខ្លឹមសារអីទេរាល់ថ្ងៃពួកខ្ញុំធ្លាប់ទៅចូលរួមគោលការណ៍ខ្លះសុំរត់ទៅតុកមួយអត់ផឹកស្រាមបានមកតុករាប់រយតុកហើយប្រាប់ហើយទៀតបាទកណាហ្នឹងហើយគឺទៅគណរតុកមួយឲ្យវា free ថាក៏មានគ្រឿងសង្វឹងរត់បានតុកចាសវោជាងគេមកអីហ្នឹងវែងឬក៏មិនវែងហ្នឹងហើយអត់អាហ្នឹងមិនបានទេអញ្ចឹងដកតកាវែងនៅក្នុងអារម្មណ៍មួយចេញវាអស់រឿងអីនិយាយថ្ងៃហ្នឹងដែលយើងត្រូវការធម៌ដើម្បីតម្រង់កុំឲ្យវែងក្នុងអារម្មណ៍ហ្នឹងឯងដូចជាប្រសូតដែលព្រះអង្គសម្ដែងនៅទិដ្ឋេទិដ្ឋមត្តាំងគឺដើម្បីតម្រង់ទិសកុំឲ្យវែងក្នុងអារម្មណ៍ហ្នឹងឯងដែរហ្នឹងសម្ដែងពីលោកធម៌ក៏ដោយយើងហងឯងវែងដោយសារលោកធម៌ហ្នឹងឯង
sao tôi nhầm về và áp tôi chủ bạn thực chất về thấy nhé hay bà lay ta châu bao để sàn chẳng chung thầm miền luôn anh chỉ tì phân mẹ nó dừng vậy bán việc miền luôn anh chỉ tì phân nữa phần tay việc thầm miền tì phân bật bật con đó là podcast lô của Tom mê hết đó chật này bộ cô na để lô của thua ba hai viên mình cơ anh đang mình miền tì phân mình tên vấn đề phơi này cả sặc sán nó cứ vì cả sang phơi chỉ bộ bậc hệ hàng đào là hay thôi chỉ tì pưng chỉ tì trông mền tên nó cứ đó là mẹo mền tên nó mẹ là lành vậy là tu mẹ từ chỉ một thà thua để dừng phải là thua chỉ kêu trông đó là chỉ kêu trông nó không này nâng đòi mục trạng này nó cứ thà đòi mục trạng đấy cứ sầm đào đòn mẹ sao ta bắt mẹ xài cái tia kia mẹ hô đó là hạt mẹ nó thua để trông đòi chấm pu hay phán trông đấy tại đòi này òm hay buộc chỉ mùi nâng bạ để giặt thì thua phò bạ để giặt thì thua có đòi này òm này mình rọp châu đòi chấm pu thì hạt ấy ban mình rọp châu đòi chấm pu thay chỉ thua trông để sang nè che khác với mẹ nó rụi phật bìa bài phun nè che cái đó của mình rụi bìa bài phùm này có phần tái ọt ở nắng có tờ rô mẹ khơi này chẳng bằng lục rọt đá tay mình đôi này trọn thì chẳng á này ở lối sư chạy cây sẽ cái đấy bất cứ tôi có về tình cả là mình chẳng này hành với mấy anh sư tu anh sư nó về như mùa sư nữa thấy nhá nên về nhớ cái như cái nè lâu đi rồi còn tích tiếc của anh đi nè nó Việt là đồ này chứ rồi giang men này thay dân về có một này nó ngon này tôi tham mẹ toàn cả là về thì nhồi chẳng bạn đặt từ rưỡi thò mà xa cái chai rưỡi đầm bay ấy đầm bay oi nhẹ còn oi vườn về chởn tô chởn chẳng những ai chặt tộc mà thà về cái xa cát mà thà lên về mà tua của sao cao nó ọt về mình lò sòn nè tôi là mẹ cao đó mình lên về nè hay dừng xong hoàng ấy đầm bay ở đằng này sân chia mình miền mục đầm rong đầm bay bàn đầu mẹ thế mình miền đầm lay ấy lơ vì là thịt tây vậy và sân chỉ ca sắc xa bạn để bạn dừng nó không miền từ đau đầm bay mẹ thế hay của bờ tư để ta không lộn đi tới biết ăn men lơ là thịt tây này trong đi sáu tai được như xa khai chúng ta đang về đấy lúc nó tích tuổi nè tích tuổi bây giờ vậy vì lúc lọp điệp thiệp ta thiệp về bỏ lộn nó ở mà ta dương chỉ một thôi chuyến đôi tức từng thùng nhá nè bình chẳng đợt về dịch đành về bỏ lộn nó đôi chặt tức trình ở nó so xào chẳng tích năng tích xuống một rồi đâu mà ăn chia tiếng tích xuống một rồi hay tiếng tay nó xuống một giờ nữa ở bình giờ nè với nông miền mẫu hạ đầu tiên nơi sờ lạnh nơi chọp này nè tại mình hay thay bộ cồn bìa lì chẳng ấy trầm sao ta lạnh tới lạnh chôn nông vuông bộ cồn bìa lì bọn sầm đại nhảy hay đây ban chỉ bọn mình hay bộ cồn bìaต่อ tiết bộ tu chỉ miền ạ của sòn là thọ khla rùa hai đại oi lục phèn plot từ đại sân lạnh miền ấy tu đòi hai na đòi hai chỉ vứt đòi hai na cả đói cái bộ buông luôn lôm và chọc và si cầm riêng cầm hay yang mấy cái đấy ca để đại sáng lành miền đó từ bộ pre đại bài giờ một nó ọt tầm mỏ nè mà kêu lợt mấy về nó rầm nhôm xùa mấy chẳng hay thì cái thằng vùng về không phúc không vậy phúc nó có rầm đây về cái này thay dừng chạy ở nghề đằng chẳng đến vì pro đôi chia ca mà toàn là ha bảo vệ toàn là ha bị bảo vệ toàn ha nó cứ rom nâng ấy còn là chạy thà ca mà toàn là há cứ toàn là há đây trade o chừng pu ở vây đây về mò bọc còn nữa bàn đi bàn nút bật na trong bàn đi bàn nút
ជាប់ជាពាក់ក្នុងរឿងអីមួយចឹងទៅដោយរូបសម្លេងក្នុងរូបផតតាពៈចឹងទៅនឹងបើនិយាយដោយបរមត្ថបើយើងនិយាយដោយបញ្ញត្តិដូចតែជាពាក់នឹងពាក្យសរសើរជាពាក់នឹងលៀបយុះសការៈអីហ្នឹងជាកាមតណ្ហាកាមតណ្ហាហ្នឹងដល់ទៅភវៈតណ្ហាគឺមានបំណងឲ្យអាការបានហើយនឹងឲ្យវាតាំងនៅអាហ្នឹងហៅថាជាភវៈដោយអំណាចសាសតតិដ្ឋិឃើញវាបើសិនជាយើងយកពាក្យកាមតណ្ហាភវៈតណ្ហាហ្នឹងគឺសំដៅតែភពកាមភពរូបភពអរូបភពទេវាត្រូវអត់អស់ទេពីព្រោះថាបើសិនជាយើងនិយាយអញ្ចឹងជនអ្នកដែលនៅក្នុងកាមភូមិហ្នឹងអត់មានភវៈតណ្ហាអីចឹងឃើញទេចឹងយើងចឹងមានន័យថាយើងអត់វែងទេចឹងណាបើសិនជាដកកន្លែងហ្នឹងចេញមានន័យថាកាមភពហ្នឹងឈ្មោះថាជាអ្នកមិនវែងក្នុងហ្នឹងទេណាលែងមានតណ្ហាហ្នឹងលែងវែងចឹងចង់និយាយថាសម្រាប់បុគ្គលដែលនៅក្នុងកាមភូមិនោះគឺមានតណ្ហាទាំង3ហ្នឹងឯងគឺកាមតណ្ហាភវៈតណ្ហាវិវៈតណ្ហាតែយើងឲ្យសេចក្តីថាកាមតណ្ហាគឺតណ្ហាជាប់ជាពាក់នៅក្នុងកាមភូមិភវៈតណ្ហានៅក្នុងរូបភូមិវិវៈតណ្ហានៅក្នុងអរូបភូមិថាអញ្ចឹងក៏បានប៉ុន្តែវាអត់អស់វាអត់អស់ក្នុងន័យថាបើយើងគិតអញ្ចឹងហាក់ដូចជាមនុស្សម្នាក់ហ្នឹងវាមានតណ្ហាតែមួយគេហៅថាយើងនៅក្នុងកាមភូមិយើងជាពាក់តែក្នុងកាមភូមិរូបភូមិអរូបភូមិយើងអត់មានភវៈនិងវិភវៈយើងអត់មានទេមិនអញ្ចឹងទេតែក្នុងម្នាក់ហ្នឹងគឺមានទាំង3ហ្នឹងហ្មងមានទាំង3អញ្ចឹងទេហ្នឹងហើយទាំង3ហ្នឹងដូចជាក្នុងទុក្ខអរិយសច្ចៈដែលព្រះអង្គសម្ដែងហ្នឹងទុក្ខ12កងហ្នឹងហើយវាកើតព្រោះទុក្ខសមុទយៈទុក្ខសមុទយៈគឺតណ្ហាហើយតណ្ហាតណ្ហា3គឺកាមតណ្ហាភវៈតណ្ហាវិភវៈតណ្ហាហើយតណ្ហាទាំង3ហ្នឹងសិតតែនាំឲ្យកើតទុក្ខទាំងអស់ឧបមាថាក្នុងយុះមួយប្រាថ្នាចង់បានយុះជាកាមតណ្ហាបានយុះមកហើយចង់ឲ្យយុះនោះវាតាំងនៅកុំឲ្យវាបាត់បង់ភវៈតណ្ហាឃើញទេជាពាក់នឹងអានឹងកុំឲ្យចឹងមានថាមនុស្សម្នាក់ទាំងអស់សុទ្ធមាន3នឹងចង់ឲ្យវាតាំងយូរចង់ឲ្យតាំងយូរជាភវៈតណ្ហាខ្លាចបាត់បង់ទៅវិញដោយមិនចង់ឲ្យវាបាត់បង់ទៅវិញជាវិភវៈតណ្ហាឃើញទេហើយទាំងអស់ហ្នឹងសើនាំឲ្យកើតទុក្ខទាំងអស់ហ្នឹងហើយអញ្ចឹងឲ្យតណ្ហានឹងកើតឡើងមកពីវង្វេងនៅក្នុងអារម្មណ៍ហ្នឹងឯងហ្នឹងហើយចុះអ្នកនិយាយហ្នឹងវែងនឹងញយវែងមួយសុជាតិអីហ្នឹងមិនចឹងបើអត់វែងស្មើបានសុជាតិហ្នឹងព្រោះខ្ញុំមានចាប់បានទេចឹងបាទសាធុមុនទេបងគ្រូមានអីសួរគ្រូដកទាំងហាមធំហ្នឹងញោមបាសិកាអមលក្ខណៈសួរមកក៏បានគ្រូលើកឡើងហាក់ដូចជាយល់ច្បាស់ពាក់ព័ន្ធនៅក្នុងដោយយើងមើលឃើញថាយើងទាំងអស់គ្នាសុទ្ធតែជាមនុស្សវង្វេងក្នុងរឿងទាំងអស់ហ្នឹងគាត់ថាបានគុណិកាអប់រំឬក៏ការចេះដឹងមកព្យាយាមអាត្មាក៏មានចង់ឲ្យលោកគ្រូសន្ទនាយើងពាក់ព័ន្ធនៅក្នុងវិបត្តិនៃទងនៃទិដ្ឋិខ្លះអញ្ចឹងដោយសារវង្វេងហ្នឹងវាចេះតែមានទិដ្ឋិកើតឡើងផ្សេងអីចឹងទៅវាជាវិបត្តិនៅក្នុងជីវិតរបស់មនុស្សហើយសម្រាប់ព្រះសង្ឃឬក៏បរិស័ទលោកអ្នកសិក្សាអីក្នុងពុទ្ធសាសនាអីទេយើងស្វែងរកហេតុផលអីយើងរកមើលពុទ្ធដីកាយើងជឿអីបានថាហេតុផលអីហ្នឹងវាអាស្រ័យនៅក្នុងបច្ច័យឬក៏ការសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវតែបុគ្គលពួកខ្លះវង្វេងហ្នឹងវានាំមកគេវង្វេងអញ្ចឹងគ្រូថ្មចង់និយាយដល់រឿងថាវង្វេងហ្នឹងនាំដូចថាដូចការសន្ទនាពីល្ងាចមិញអញ្ចឹងដូចព្រឹកមិញមានលើដូចថាលោកគ្រូពេទ្យលើកឡើងពីជាធម្មជាតិរបស់សត្វអីចឹងទៅចង់ផ្សព្វផ្សាយនៅអាទិដ្ឋិនៃការវង្វេងថាធម្មជាតិរបស់សត្វអីនឹងត្រូវតែបរិភោគសម្រាប់វាមិនមានទោសហើយយូរឃើញហេតុរតីផ្សេងទៀតដល់ប្រសង
ក្រៃលោកប្រសងចំនួនក្រោយអត់ធ្វើការងារអីសោះថាប្រសងអត់ប្រយោជន៍ណាខ្ជិលតេស្តឌីលខ្លាំងជាងសម័យយើងទៀតគ្រូរឿងហេតុអីទៀតមិនដឹងថាកើតឡើងមកទៀតទេមនុស្សសម័យក្រោយនឹងតែប៉ុន្តែប្រការក្រៃលោកមនុស្សសម័យនេះបន្សល់នៅអាហៅថាជា model style ឬក៏អីខ្លះកើតមកសល់ពីនេះទៅបានទៅស្អប់ទៅកើតចិត្តធិនៃការពង្វេងអញ្ចឹងទៅពោលនាំគ្នាពោលមកលើកដោយហេតុផលទាំងនេះដោយសារអាត្មានឹកឃើញអំពីដែលព្រះអង្គសម្ដែងចុចតាក់ទងនៅក្នុងការអស់ទៅនៃមានន័យថាការអន្តរធាននៃសាសនារបស់ព្រះអង្គហ្នឹងក៏វាមានការចុះខ្សោយអីនៅក្នុងសាសនានឹងខ្លះអញ្ចឹងទៅវាអាចមានសត្វខ្លះកើតមកមានទិដ្ឋិផ្សេងអីចឹងទៅនាំគ្នាបង្កើតនៅសមាគមផ្សេងហើយផ្សព្វផ្សាយនៅទិដ្ឋិខ្លះណាក្នុងថាពោលអំពីសត្វដែលត្រូវសម្លាប់ខ្លះមិនមានបាបមកទីហោអាត្មាមានវីដេអូខ្លះអាត្មាសេវទុកដែរតែមិនគាត់លើកពីហេតុផលមួយថាសំបីតែគាត់និយាយពីហេតុផលថាឆ្កែវាឈួតអញ្ចឹងបើទៅសម្លាប់ឆ្កែអាឆ្កែឈួតមិនមានបាបដោយយើងលើទិដ្ឋិអាចារ្យដែលស្អប់អង្គុលីមីអញ្ចឹងថាសម្លាប់មនុស្សទ្រុសឪពុកទ្រុសនឹងគុណធម៌មនុស្សពិបាកចិត្តអីសម្លាប់នៅនឹងកើតទុក្ខវេទនាសម្លាប់ទៅអស់ទៅឬក៏ទិដ្ឋិសម័យមុនថាមនុស្សនាំគ្នាថាមនុស្សអត់ក្រីក្រអញ្ចឹងនាំលំបាកឲ្យឬកើតជំងឺតាមផ្លូវអីប្រមូលអាមនុស្សអញ្ចឹងសម្លាប់អស់អញ្ចឹងទៅហើយនាំគ្នាធ្វើបាបអីថាការដែលសម្លាប់មនុស្សក្រីក្រឬក៏មនុស្សឈឺតាមផ្លូវទីសាធារណៈដើម្បីកុំឲ្យទៅគេដើម្បីសង្គមគេរីកចម្រើនឧទាហរណ៍ថាទៅមុខអញ្ចឹងគេនាំតែផ្សព្វផ្សាយអញ្ចឹងហើយហ្នឹងវានាំឲ្យមនុស្សថាអីបើអ្នកណាហ៊ានយកទៅសម្លាប់មនុស្សហ្នឹងបានបនជួយសង្គមជួយសង្គមជាតិជួយអីអញ្ចឹងទៅណាអញ្ចឹងបើគាត់ថាឆ្កែវាឈួតសម្រាប់វាហើយចាប់បើសិនជាមនុស្សកើតមកមានវិបត្តិនៅក្នុងវត្តដាក់កើតមកត្រូវអនាថាត្រូវអីហើយបច្ចុប្បន្នបានគុណនៃការសិក្សារបស់ព្រះសង្ឃនិងដំសពរដ្ឋផ្សេងយើងព្យាយាមដឹកនាំគ្នាដើម្បីជួយនឹងឲ្យមនុស្សឲ្យចេះស្រឡាញ់ប្រតិបត្តិនៅការសង្គ្រោះគ្នាអីចុះបើអស់ការសង្គ្រោះគ្នាដឹកនាំគ្នានៅលើកនៅវេទិអីផ្សេងដែលវាបដិបកជាមួយនឹងដំណើរធម្មជាតិអីផ្សេងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្រុមឬក៏របស់សង្គមអីផ្សេងហើយកម្លាំងខាងនឹងមានឥទ្ធិពលចឹងទៅហើយកម្លាំងនៃពន្លឺនៃសាសនាមិនសូវមានអានឹងថ្មចង់និយាយថាវាជាវិបត្តិមួយប៉ុន្តែចង់និយាយអំពីទោសវិញគ្រូតាទោសនៃបុគ្គលបែបហ្នឹងវាអាចថាយ៉ាងណាចំណៃនៅក្នុងពុទ្ធព្រោះវង្វេងខ្លួនឯងនាំមកគេវង្វេងអញ្ចឹងមានប៉ុណ្ណឹងកណាអរគុណទៀតបើយល់ថាសម្រាប់របៀបហ្នឹងហើយវាអត់មានទោសអត់មានអីវាចូលទៅក្នុងទិដ្ឋិវិសេសទិដ្ឋិវិសេសហ្នឹងគឺចូលនិយតមច្ឆាទិដ្ឋិអញ្ចឹងណាជាអកិរិយៈទោះបីសម្លាប់ក៏ឈ្មោះថាមិនសម្លាប់ហ្នឹងណាហើយហ្នឹងវាមែនតែនទៅក៏វាជាធម្មជាតិដែលត្រូវតែកើតឡើងពិភពលោកហងៃមានអញ្ចឹងច្រើនណាស់ទេសំបីនៅប្រទេសអូស្ត្រាលីរបៀបដែលយើងនឹកស្មានដល់ទិដ្ឋិហ្នឹង cult leader គេថាមេនិកាយឬក៏បង្កើតលទ្ធិជំនឿហើយយើងគិតមើលប្រទេសអូស្ត្រាលីជាប្រទេសជាធិបតេយ្យមានច្បាប់មានការសិក្សាគង់ពោះដល់ពេលស្រាវជ្រាវកន្លែងហ្នឹងមើលទៅគេថាភ្ញាក់ដែរក្រុមប្រទេស education ល្អណាបើយើងនិយាយពីចំណូលដែលបានពីផ្នែកសិក្សាធិការហ្នឹងច្រើនណាស់សិស្សបរទេសទៅរៀនច្រើនប៉ុន្តែដល់ពេលយើងសិក្សាពធមើលទៅគ
cứ tới khóc vì mê kia vật thố bạ mẹ mình miền ca bằng hai vì có son nâng có son nâng chỉ bát đây nâng miền đo tổ rọc quan crom tam để kê son để than mới than nơi phải chiêng bay quan crom tiếp toàn bán chồng chỉ chán hai châu tới nó cứ mình nuốt rất là phát lạnh tầm nẹt tầm nông vì cru xa bầm ra cru để cái tục thật đôi chị thì tệ vậy chẳng hết nè vấn đềរឿងនេះហាមខត់មិនបានទេទឹកថេនោះហាមខត់មិនបានទេអំបាលសម័យពុទ្ធព្រះអង្គគង់នៅក៏នៅតែមានអាចារ្យបូរណកាសបៈមេកលិកោសាលគ្រុននិតបុត្រអីហ្នឹងគឺថាវាត្រូវតែមានអញ្ចឹងយើងបើជាយោបល់ខ្ញុំកណាមើលឃើញថាជារឿងដែលហាមមិនបានហ្នឹងរឿងអតិថិចឹងណាជារឿងដែលហាមមិនបានយើងក៏អត់មានឥទ្ធិពលអីទៅហាមក៏ប៉ុន្តែរឿងដែលល្អបំផុតនោះមានតែពង្រឹងពង្រីកការសិក្សាពុទ្ធវចនៈទេឧបមាដូចថ្ងៃវិសាខបូជានឹងមានបាសិការៀងចំណាស់បន្តិចគាត់មកសឹកប្រាប់ថាកូនទាញគាត់ទៅនោះទៅកន្លែងគេជឿភ្ញាក់ផ្អើលហ្នឹងទៅចឹងទៅគាត់ព្រមទៅតែមួយផ្លេតឲ្យទៅដល់ប៉ុន្តែគាត់ទាញមកនេះវិញប៉ុន្តែគាត់ថាចេញពីផ្ទះទៅបើមិនឲ្យទៅដល់កន្លែងនោះទេក៏គេមិនជូនមកនេះដែរហ៎គាត់ថាគាត់យល់ច្បាស់ណាស់ថាអានឹងមង្គលភ្ញាក់ផ្អើលទេតែហាមកូនមិនបានក៏ទៅមួយគេសិនណាប៉ុន្តែដល់បានផ្លឹកទាញមកវិញនាំមកអស់ឥឡូវយើងមើលតំនាងដែលអត់គាត់មានភាពច្បាស់លាស់អញ្ចឹងហើយមករកស្ដាប់ធัวវិញនោះឃើញឥទ្ធិពលនៃការយល់ហ្នឹងយល់ហើយគាត់មនុស្សយើងមិនដូចសត្វទេហើយវាត្រូវសម្រេចចិត្តរៀងខ្លួនឧបមាដូចយើងធ្វើវេទិកាអីចឹងហ្នឹងគឺអ្នកមកយើងគ្មានប្រកាសចែកអំណោយចែកអីគឺជាការសម្រេចចិត្តរបស់គាត់ហើយបើសិនជាយើងមិនបានសាបព្រោះចំណេះដឹងក្នុងពធនឹងទេរាល់ថ្ងៃដែលយើងដើរនេះគ្មានអ្នកមកអង្គុយស្ដាប់ចឹងទេគាត់ថាគ្មានទេដោយសារអីដោយសារយើងអត់បានប្រកាសពីរឿងថាបានអីយើងអត់បានប្រកាសថាមកទៅបានទឹកមុនបានភាពខ្លាំងបកាយឬក៏របស់ស័ក្តិសិទ្ធិយើងអត់មានប្រកាសអាហ្នឹងទេវាមានតែប្រឆាំងអាហ្នឹងវិញផងបើយើងស្ដាប់មែនទេណានឹងហេតុតែប៉ុន្តែហេតុអីបានគ្រប់វេទិកានៅតែមានមនុស្សមកនេះគឺជាការបង្ហាញថាពាក្យពិតហ្នឹងបានរីកសុសសាយនៅក្នុងសង្គមយើងដែរមានកម្រិតណាមួយអញ្ចឹងវាមានតែពឹងពាក់ម្ចាស់គ្រប់ព្រះអង្គហ្នឹងឯងជួយដុតបំភ្លឺភ្លើងអញ្ចឹងទេណាភ្លើងបន្តិចក៏ដោយទោះប្រប៉ិន7ពេកក៏ដោយដុតទៅមិនក៏វាឃើញបន្តិចដែរអញ្ចឹងទេនៅក្នុងមហាគោបាលសោតព្រះអង្គសម្ដែងបរិស័ទហ្នឹងដូចមេគោនឹងហើយភិក្ខុសង្ឃហ្នឹងដូចជាអ្នកកងវាលគោអញ្ចឹងអ្នកកងវាលគោឬក៏អ្នកចិញ្ចឹមគោហ្នឹងគឺថាមានអង្គ11គោបាលសោតទេចាំមិនអស់ហើយប៉ុន្តែចំណុចដែលសំខាន់ពាក់ព័ន្ធនឹងរឿងហ្នឹងរឿងខ្ញុំចាស់លើកឡើងហ្នឹងព្រះអង្គថានេះកងវាលគោដែលឆ្លាតហ្នឹងត្រូវចេះបំពួកភ្នក់ភ្លើងដែលចាំគោអីហ្នឹងហើយអញ្ចឹងពេលយប់យើងដើររួមកាមរអីសម្រាមស្លឹកឈើអីយកមកសកត់វាដុតមិនឲ្យឆេះខ្លាំងទេដើម្បីឲ្យវាផ្សែកហ្នឹងហើយដាក់ឲ្យគោសើមកុំឲ្យឆាប់ឆេះអស់ហ្នឹងហើយយូរយើងចេះឆ្នៃឲ្យវាហុយទល់ភ្លឺហ្នឹងហើយហេតុអីបានតែត្រូវបំពួកភ្នក់ភ្លើងពួកភ្នក់ភ្លើងហ្នឹងគឺដើម្បីកុំឲ្យសត្វមូសលបោមអីវាខំហ្នឹងហើយកុំឲ្យវាខំតួមូសលបោមគឺជាឈ្មោះនៃទឹកថេអីទាំងអស់ហ្នឹងណាការយល់ខុសអកុសលធម៌អីផ្សេងហ្នឹងឯងហើយកាលណាបំពួកភ្នក់ភ្លើងសត្វវាអត់ខំចឹងទៅគោនឹងវាដេកឆ្អែតកាលណាវាដេកឆ្អែតវាមានសាច់ឈាមធំធាត់ល្អវា
ផលិតទៅដោះគោបានណាហ្នឹងហើយដល់វាផលិតទៅដោះគោបានម្ចាស់គោហ្នឹងពិតជាបានទៅដោះគោនឹងដែរណាហ្នឹងហើយស្អីជាតួទៅដោះគោគឺសទ្ធាទាយុណាជាទេយទានអីផ្សេងគេប្រកាសជាទំនុកបំរុងផ្ចុងផ្ដើមឧបត្ថម្ភការគង់នៅរបស់ភិក្ខុសង្ឃហ្នឹងឲ្យបានគង់នៅស្រួលអញ្ចឹងទេវាមានទៅអញ្ចឹងគឺថាការងារយើងគឺធ្វើតែអញ្ចឹងរឿងលបោមុះហ្នឹងវាមានធម្មតាអញ្ចឹងមិនអញ្ចឹងទេហ្នឹងវាត្រូវតែមានអញ្ចឹងហើយតែដល់ពេលយប់ហើយគឺត្រូវតែមានអញ្ចឹងហើយយើងមិនអាចមិនឲ្យមានទេប៉ុន្តែយើងមានទូនាទីបំពួកភ្នក់ភ្លើងឲ្យវាហុយផ្សែងកុំឲ្យវាចេះតែមកហ្នឹងហើយឥឡូវប្រកាសអញ្ចឹងមែនប៉ុន្តែពួកអញ្ចឹងក៏មិនអាចចូលមួយក្រុមយើងកើតដែរអញ្ចឹងទោះបីយើងតិចក៏ដោយងៀងទៅនៅឯណានោះទេមកដល់យើងនឹងមិនអាចនិយាយអីផ្សេងនាំទៅរកអីផ្សេងព្រោះយើងមានជំហររបស់យើងផ្សេងឃើញទេអញ្ចឹងកាលណាយើងច្បាស់លាស់ដោយខ្លួនយើងហើយខ្ញុំកណាក៏ដោយក៏កើតក្នុងសង្គមនឹងដូចតែគ្នាតែហើយមើលបរិស័ទងាកមិញខ្ញុំណាសប្បាយចិត្តដែរឮគាត់និយាយអញ្ចឹងអូគាត់ច្បាស់របស់គាត់តែណាគាត់ថាគាត់ចង់មកស្ដាប់ធម៌មែនទែនអត់ចង់ទៅសុំអាស្អីហ្នឹងទេឡើយមិនបានមានណាចង់និយាយថាទិន្នន័យមួយនឹងនៅក្នុងគាត់នឹងបានថាមកពីគាត់បានស្ដាប់បានទទួលនៅពន្លឺភ្លើងហ្នឹងអញ្ចឹងវាមានតែបង្កើនការសិក្សារៀនសូត្រនិងសម្ដែងធម៌ពិតត្រង់ហ្នឹងដល់បរិស័ទដើម្បីបង្កើនធនធានអ្នកយល់ត្រូវឲ្យបានច្រើនអញ្ចឹងបានមានការលើកឡើងក្នុងប្រសូតដែលព្រះអង្គសម្ដែងថាកាលណាទេវតាចម្រើនអសុលវិនិច្ឆ័យកាលណាទេវតាវិនិច្ឆ័យអសុលចម្រើនអញ្ចឹងណាហើយក៏លោកបញ្ជាក់ទៀតថាឲ្យតែពុទ្ធត្រាស់ដឹងមកគឺទេវតាចម្រើនព្រោះមនុស្សធ្វើសេចក្តីល្អច្រើនយល់ត្រូវច្រើនកើតទេវតាច្រើនអសុលនឹងភ័យអញ្ចឹងបានមាននឹងជាមកចាញ់ព្រះអង្គគឺខ្លាចបាត់បង់ឥទ្ធិពលណាហ្នឹងហើយដល់ពេលបាត់ធោព្រះអង្គយូរទៅជានាទីអសុលចាប់ដើមចម្រើនទេវតាចាប់ដើមភ័យគ្នាកាន់តែតិចអ្នកទៅកើតទេវតាកាន់តែតិចអ្នកធ្វើបាបអ្នកមិនសូវយល់ត្រូវនឹងច្រើនអសុលនឹងច្រើនហ្នឹងហើយអញ្ចឹងកុំឲ្យដូចប្អូនស្រីសួរងាកមិញតែគាត់ខំធ្វើការផងធ្វើរោងចក្រផងអីផងក៏ឆ្លៀតស្ដាប់ធម៌ទៀតហើយលោកមិនក៏អត់រៀនហ្នឹងណាលោកក៏រៀនដែរបើរៀនផ្សេងតែរៀនឲ្យត្រូវទល់តែរៀនធម៌វិន័យហ្នឹងឲ្យច្បាស់លាស់ទៅហើយផលិតចឹងផលិតបរិស័ទអ្នកយល់ត្រូវនឹងតិចម្ដងទៅគាត់ក៏ជាឥឡូវយើងមើលយើងឃើញជាការងារដូចពួកខ្ញុំកណាអីដែលផ្សព្វផ្សាយវត្ថុហ្នឹងឥឡូវពុទ្ធបរិស័ទចូលរួមសហការផ្សព្វផ្សាយអញ្ចឹងអ្នកដែលអញ្ជើញគ្រប់ទីកន្លែងទាំងអស់មានន័យថាគាត់កំពុងតែសហការជួយឧបត្ថម្ភការងារមួយហ្នឹងអញ្ចឹងណាបើសិនជាគាត់មិនមានការយល់ត្រូវជាខាងដើមទេកណាគិតថាមិនធ្វើឯវេទិកាហ្នឹងខុសពីវេទិកាធម្មតាវេទិកាធម្មតាឧបមាថាសង្ឃទានឬក៏បុណ្យសពម្ដាយឬក៏បុណ្យខួបម្ដាយវាជារឿងកិច្ចមិនផុតនរណាក៏ធ្វើដែរតែវេទិកាដូចខ្ញុំកណាហ្នឹងមិនធ្វើក៏បានដែរមិនចឹងមិនធ្វើក៏បានមិនខ្វល់ប៉ុន្តែរឿងមិនត្រូវធ្វើសោះបាយគាត់ធ្វើសួរថាបើគាត់មិនយល់តម្លៃធម៌ហ្នឹងគាត់ធ្វើដូចថ្ងៃនេះអត់មានបុណ្យម៉ែបុណ្យឪគាត់ទេអត់មានប៉ុន្តែស្រាប់តែគាត់ធ្វើឲ្យបាយហូបទៀតងាយមិញហ្នឹងហូបបាយមកនឹងចឹងនេះជាការចូលរួមចំណែករបស់គណៈប៉ុណ្ណឹងទេជាផ្លូវនឹងដែរព្រោះតែទៅក្នុងថាយើងបានការសិក្សារៀនសូត្រក៏ដូចការចាប់បានលើកទឹកចិត្តថារៀនបន្តទៅក៏ការងារសិក្សារៀនសូត្រគឺក៏មានញោមហើយក៏មានការធ្វើមួយពីទៅទៅ
សេចក្តីល្អផ្សេងណាស់ជាគំរូហើយស្រាប់តែឃើញគំរូល្អជាច្រើនរបស់គំរូអីជាខាងហើយសម្រាប់អ្នកមើលមិនឃើញវាជាវិបាករបស់សាមតិចសម្រាប់តែឃើញពីគំរូល្អពីចូលយើងក៏ប្រណាស់យើងនិយាយថាឧទាហរណ៍លេងស្អាតទៅបានទៅយើងឧទាហរណ៍ឡើងមិនស្រឡាញ់នេះឧទាហរណ៍ថាមើលដល់សឹកមានតែមួយអត់ផឹកស្រាយយើងគួរតែឲ្យចំណៃទៅអាចមើលអ្នកទៅកិច្ចមួយជាបំផុតឬក៏ដោះជិះមិនមែនថាចង់តែដោះមនុស្សឧទាហរណ៍ណាពួកយើងរឿងអាបាយមុខនេះវាសម្បូរហើយហើយដើម្បីជាលក្ខណៈពិសេសមួយតំណាងឲ្យយើងបានសិក្សាសូត្រក្នុងពុទ្ធសាសនាឲ្យបានល្អហើយក៏ធ្វើឲ្យបរិស័ទទីៗក៏គាត់ដល់តម្លៃឲ្យស្គាល់ទៅតែតាមបុគ្គលជាដើមអញ្ចឹងបានផ្លូវនេះគឺមកឲ្យគាត់ត្រេកអរអានមកពីបន្តដំណើរនៃការសិក្សារៀនសូត្រហើយក៏បានជួយតាមវិស័យនៃគុណធម៌បុណ្យរបស់សាមណេរជួយតាមការសម្រាប់រៀនផ្សេងដូចជាបុណ្យរបស់ព្រះគ្រូអីក៏រៀនជាហោហើយក៏បានទៅរួមទៀតដែរហើយពីអីនេះក៏ឃើញពីបញ្ហាតែរបស់សាស្ត្រគាត់មកកាន់ទីប្រជុំនេះក៏បានលើកឡើងចឹងថាអ្វីដែលសំខាន់ជាងគេហ្នឹងគឺពួកគាត់មកនេះសិតតែមានគោលបំណងច្បាស់លាស់ហើយប្រកបដោយការសិក្សារៀនសូត្រទៀតព្រោះអាកាសធាតុបើយើងមើលទៅពីល្ងាចមិញនេះប្រសិនបើមានអាកាសធាតុបែបនេះបើសិនជាពិធីបុណ្យធម្មតាអញ្ជើញមិនមែនជាអ្នកដែលមានបំណងដើម្បីមកស្ដាប់ធម៌ឬក៏អ្នកដែលចេះធម៌ខ្យល់ប៉ុណ្ណឹងអាចសល់តែអាចារ្យទេឬក៏សល់តែម្ចាស់បុណ្យម្ចាស់គេហដ្ឋានទៀតតែខ្យល់ប៉ុណ្ណឹងឬក៏អាកាសធាតុប៉ុណ្ណេះវាមិនមែនជាឧបសគ្គទេពីព្រោះគាត់មកមានបំណងរបស់គាត់មានគ្រឹះរបស់គាត់អាគិតពិចារណាទៅនេះគ្រឹះប៉ុណ្ណឹងរំភើបចុះបើគ្រឹះល្អជាច្រើនទៀតហើយអាចពោលបដែលថាបរមត្ថធម៌បានល្អហើយមានលំអស្អាតសមតែជាបតុមបាសកបាសិកាស្មានមិនចង់ឃើញសម្លៀកបំពាក់សតែមួយចង់ឃើញចំណេះដឹងល្អឲ្យបានល្អផូរផង់នៅក្នុងភាពជាបតុមបាសកបាសិកាមានន័យថាទិដ្ឋិយើងចុះសម្រងនេះថ្មគាត់ថាសាមគ្គីធម៌ពិតប្រាកដនឹងអាចកើតមានឡើងចឹងថ្មសម្រាប់ថ្មគឺបន្តដំណើរដែលលោកគ្រូបានលើកឡើងហ្នឹងគឺត្រេកអរនៅក្នុងដំណើរទាំងអស់ហ្នឹងគឺមិនបានជួយខ្លួនឯងផងនឹងជួយពុទ្ធបរិស័ទទៅតាមឧបនិស្ស័យដែលខ្លួនឯងមាននៅជាសង្ឃអញ្ចឹងគណៈសូមអនុមោទនាប៉ុណ្ណឹងអ្នកបន្តមានអីចូលមកចេះស្ដាប់លោកគ្រូបរោះឡើងក៏បាលសពប៉ុន្តែគ្រូចាំអត់អស់បាទឃើញជ្រះថ្លាដែរមិនមើលទៅបរោះហើយលោកគ្រូបានបញ្ជាក់ដែរថាពឹងលើអ្នកក្នុងវាលគោបុព្វមាធរហ្នឹងក្នុងបៃដកមានសម្ដែងបរោះហើយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រៀបធៀបអ្នកដែលភិក្ខុសង្ឃក្នុងសាសនាហ្នឹងអ្នកប្រតិបត្តិធម៌ហ្នឹងដូចអ្នកគង្វាលគោអញ្ចឹងគ្រូណាហើយប្រកបដោយអង្គ11ហ្នឹងដែលណាព្រោះមិនដឹងទី1ស្គាល់រូបបញ្ញូណាស្គាល់រូបគោអញ្ចឹងគ្រូបាទស្គាល់រូបគោហើយឆ្លៀសក្នុងលក្ខណៈជាអ្នកឆ្លៀសណាទី3ចេះឆ្កឹះពងរុយណាពីគោមានអំបៅយល់ឆ្កឹះពងរុយធ្លាប់ចំគោរុយពងដាក់អញ្ចឹងទៅហើយបិទដំបៅគោបិទដំបៅបើយើងនិយាយពាក្យប៉ុណ្ណឹងនេះន័យថាម៉េចស្ដាប់អត់យល់ដល់ទី5ធ្វើភ្នក់ផ្សែងពេលភ្នក់ផ្សែងមកឲ្យមុខខាំគោហ្នឹងភ្នក់ផ្សែងហើយទី6ស្គាល់កំពង់ទី7ស្គាល់ទឹកផឹកទី8ស្គាល់ផ្លូវ
ទី9ឆ្លៀសនៅក្នុងឆ្លៀសវ័យក្នុងគោចរឋានកន្លែងគោទៅធ្វើដំណើរទៅហើយទី10នៅរត់យកទឹកដោះទី11គឺបូជាគោឈ្មោលយល់ទេគ្រូពេទ្យហើយថ្មបាទបកស្រាយមួយណាស្គាល់រូបហ្នឹងរូបបញ្ញូហ្នឹងគឺសំដៅដល់ស្គាល់ធម៌ដែលល្អនិងមិនល្អស្គាល់បាទនៅក្នុងន័យហ្នឹងហើយចំណុចមួយទៀតគឺលក្ខណៈកោសលៈណាគឺជាអ្នកឆ្លៀសវៃនៅក្នុងលក្ខណៈហ្នឹងគឺដឹងច្បាស់ពីសភាពនៃធម៌សភាវៈដែលប្រព្រឹត្តទៅហ្នឹងហើយទី3ឆ្កឹះពងរុយអសិកណៈកណ្ឌិកៈណាកំចាត់ឆ្កឹះពងរុយហ្នឹងគឺកំចាត់អកុសលធម៌លោភៈទោសៈហ្នឹងឯងចេញពីសន្តានចិត្តយើងហ្នឹងតួនៃអកុសលហ្នឹងទី3គឺបិទដំបៅគឺវណ្ណបដិឆាតៈអ្នកណាគឺជាអ្នកបិទហ្នឹងគឺបិទអីគឺសង្គ្រោះមន្ត្រី6ណាបិទមន្ត្រីនេះឲ្យល្អណាជាឆ្កឹះហ្នឹងបិទដំបៅយើងមានដំបៅហ្នឹងបិទអត់ចិត្តហ្នឹងបិទអត់ចិត្តហើយទី5ធ្វើភ្នក់ផ្សែងណាធូមៈកយណៈណាការពារចិត្តហ្នឹងគឺថាការពារចិត្តដោយការរំលឹកធម៌ឬក៏ការបដិបត្តិអីយ៉ាងទៅណាទី6ស្គាល់កំពង់ស្គាល់កំពង់គឺស្គាល់កន្លែងដែលគួរចូលទៅដើម្បីសាកសួរធម៌ណាដោយញាតិញោមស្គាល់បុគ្គលអញ្ចឹងដូចសម័យកាលនោះថាស្គាល់លោកគ្រូគឺចង់ស្ដាប់លោកគ្រូចង់សាកសួរលោកគ្រូដូចញាតិញោមហៅថាចាំមកយូរហើយចាំមកស្រុកខ្មែរសួរយកមកត្រូវគូណាហើយមិនស្គាល់កំពង់ហើយមួយទៀតស្គាល់ទឹកផឹកណាបៃតតញ្ញូស្គាល់ទឹកផឹកហ្នឹងគឺស្គាល់ធម៌ដែលនាំឲ្យចម្រើនឬក៏ថាស្គាល់ធម៌ដែលនាំឲ្យមានសេចក្តីសុខផ្លូវចិត្តហ្នឹងឯងហើយទី8គឺស្គាល់ផ្លូវស្គាល់ផ្លូវនេះគឺសំដៅដល់អរិយមគ្គអង្គ8មានសមាទិដ្ឋិសមាកម្មន្តៈអីហ្នឹងរហូតដល់សមាសមាធិនេះគឺស្គាល់ផ្លូវអញ្ចឹងយើងហ្នឹងដូចគោដែលអត់ស្គាល់ផ្លូវហ្នឹងហើយមួយទៀតគឺជាអ្នកដែលឆ្លៀសវៃក្នុងគោចរឋានគឺកន្លែងដែលគួរដើរទៅណាដើរទៅគឺដើរកន្លែងដើរទៅបិណ្ឌបាតនឹងសម្រាប់ដល់វិខុសង្ឃដើរទៅរកបិណ្ឌបាតហើយទី10គឺរត់យកទឹកដោះណាឲ្យមានសេះសល់គឺការបរិភោគបច្ច័យ4គឺរត់ទឹកដោះហ្នឹងឯងគឺសម្រាប់ដល់ការបរិភោគនៅបច្ច័យ4ដោយមានសេចក្តីដឹងខ្លួនមិនហួសប្រមាណអញ្ចឹងបាននៅក្នុងអ្នកបួសហ្នឹងគឺការទទួលបច្ច័យ4ទាំងឡាយមានចេវរៈបច្ច័យបណ្ឌបាតហ្នឹងគឺមានស្មារតីក្នុងការពិចារណាការប្រើប្រាស់ហើយទី11គឺបូជាគោឈ្មោលណាអតិរេកពោចនៈណាគឺគោរពដឹងគុណគ្រូអាចារ្យនិងអ្នកមានគុណណាគោរពដឹងគុណហ្នឹងគឺសំដៅដល់ការចេះដឹងគុណអញ្ចឹងក្នុងកោបាលសូត្រនៅក្នុងបេដកលេខ51មានសម្ដែងក្នុងសេចក្តីហ្នឹងបាទហើយនឹងមានប្រហែលប៉ុណ្្នឹងទេគាត់តែលើគ្រូនិយាយពីកោបាលសូត្រហ្នឹងព្រោះធម៌ហ្នឹងបាទអញ្ចឹងលោកគ្រូមានអីបន្ថែមបាទគ្រូ